ម៉ាស៊ីនស្រេះជូគីនេះជាលេខ model ម៉ាកជូគីហើយនេះជាតាប្លូម៉ាកជូគីរបៀបកំណត់ល្បឿនខាងក្រៅដោះសោល្បឿនខាងក្នុងដោះសោល្បឿនជាប់លេខកូដអញ្ចឹងចុចរូបក្បាលម៉ាស៊ីនដើម្បីកំណត់ល្បឿនខាងក្រៅល្បឿនខាងក្រៅ2005ចុចលេខបូកដំឡើងល្បឿនមិនឡើងចុចលេខដកល្បឿនគឺបានអញ្ចឹងចុចលេខបូកដំឡើងល្បឿនអស់ត្រឹម2500មុននឹងចូលកំណត់ដោះសោល្បឿនខាងក្នុងខ្ញុំបង្ហាញល្បឿនខាងក្រៅមួយជាន់ទៀតគឺក្នុងអក្សរ S084 រូបទុនសាយអញ្ចឹងចុចប៊ូតុងក្រឡងសែវឲ្យភ្លើងលុតបាត់ចុចលើរូបក្បាលម៉ាស៊ីនឃើញអក្សរ S084 ល្បឿនទុនសាយ2500ចុចលេខបូកដំឡើងល្បឿនមិនឡើងចុចលេខដកល្បឿនគឺបានអញ្ចឹងចុចលេខបូកដំឡើងល្បឿនអស់ត្រឹម2500ដូចគ្នាឬមួយក៏យើងចុចអក្សរ S1 ចេញ S081 ចុចព្រួយខ្មៅខាងលើឃើញ S084 កំណត់ល្បឿនបានដូចគ្នាអញ្ចឹងចូលទៅដោះសោល្បឿនក្នុងទាំងអស់គ្នាចុចព្រួយថយក្រោយមួយចុចប៊ូតុងអក្សរ M ឲ្យជាប់ឲ្យលឺទឺតឬក៏យូរបន្តិចបន្ទាប់មកចុចព្រួយខ្មៅខាងក្រោមកំណត់ជ្រើសរើសយកលេខ10បន្ទាប់មកចុចប៊ូតុងខ្មៅដៃឃើញ K001 ចុចប៊ូតុងខ្មៅខាងលើកំណត់យក K007 ល្បឿនខាងក្នុង2500បងប្អូនចង់កំណត់ល្បឿនយឺតឬក៏លឿនប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនកំណត់យកល្បឿនប៉ុណ្ណឹងទៅល្បឿនខាងក្នុងអស់ត្រឹម4200ក៏ប៉ុន្តែយើងកំណត់ល្បឿនបានត្រឹមតែ3600ទេបើសិនជាយើងចង់កំណត់ល្បឿនបន្ថែមទៀតគឺវាទាមទារឲ្យយើងបញ្ចូលលេខកូដអញ្ចឹងនៅពេលដែលយើងបញ្ចូលលេខកូដដែលមិនត្រឹមត្រូវវានឹង error 408អញ្ចឹងខ្ញុំនឹងបញ្ចូលលេខកូដការ៉េ1ដាក់ស្មានដើម្បីបញ្ជាក់ឲ្យបងប្អូនមើលនៅពេលដែលយើងបញ្ចូលលេខកូដខុសតើវា error ដែរឬទេលេខកូដការ៉េ1បន្ទាប់មកចុចប៊ូតុងខ្មៅដៃចេញ E408នៅពេលដែលយើងបញ្ចូលលេខកូដខុសគឺវា error បែបហ្នឹងអញ្ចឹងយើងចុចប៊ូតុងស្មើនេះមួយមកដើម្បីត្រឡប់ទៅកាន់កន្លែងបញ្ចូលលេខកូដសារជាថ្មីម្ដងទៀតលេខកូដបន្ថែមល្បឿនខាងក្នុងគឺ1134អញ្ចឹងយើងវាបញ្ចូលលេខកូដ1134មកនៅពេលដែលយើងបញ្ចូលលេខកូដ1134រួចហើយតើវា error ទៀតដែរឬទេបន្ទាប់មកចុចប៊ូតុងខ្មៅដៃចេញ K007 ល្បឿនខាងក្នុង3600វាអត់ error ទៀតទេអញ្ចឹងយើងអាចបន្ថែមល្បឿនបានដល់4200ចុចលេខបូកកំណត់ល្បឿន4200បន្ទាប់មកចុចព្រួយថយក្រោយមួយចុចថយក្រោយមួយទៀតបន្ទាប់មកចុចប៊ូតុងក្រឡងសែវដើម្បីឲ្យម៉ាស៊ីនដំណើរការចុចលើរូបក្បាលម៉ាស៊ីនដើម្បីកំណត់ល្បឿនខាងក្រៅល្បឿនខាងក្រៅ2005ចុចលេខបូកកំណត់ល្បឿនមិនឡើងអញ្ចឹងវាជាប់ល្បឿនខាងក្នុងមួយជាន់ទៀតគឺក្នុងអក្សរ S084តើតែយើងកំណត់ល្បឿនខាងក្រៅនៅក្នុងអក្សរ S084ជាមុនសិនទើបយើងអាចកំណត់ល្បឿនខាងក្រៅបានអញ្ចឹងចុចប៊ូតុងក្រឡងសែវឲ្យភ្លើងលុតបាត់ចុចលើរូបក្បាលម៉ាស៊ីនចេញ S084 ល្បឿនខាងក្រៅ2005ចុចលេខដកឬលេខបូកកំណត់ល្បឿនដែលយើងចង់បានទៅអញ្ចឹងខ្ញុំកំណត់ល្បឿន4200បន្ទាប់មកចុចប៊ូតុងក្រឡងសែវឲ្យម៉ាស៊ីនដំណើរការ
រួចចុចលើរូបក្បាលម៉ាស៊ីនដើម្បីកំណត់ល្បឿនខាងក្រៅ4200 អញ្ចឹងបងប្អូនចង់កំណត់ល្បឿនខាងក្រៅយឺតឬក៏លឿនប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនកំណត់យកល្បឿនប៉ុណ្ណឹងទៅអញ្ចឹងខ្ញុំកំណត់ល្បឿនខាងក្រៅត្រឹមតែ 3000 ទេបន្ទាប់មកចុចព្រួញថយក្រោយមួយដើម្បីត្រឡប់ទៅកាន់ប្រូក្រាមក្បាលថ្នេរឡើងវិញនេះហើយគឺជារបៀបកំណត់ល្បឿនខាងក្រៅដោះសោល្បឿនខាងក្នុងដោះសោល្បឿនជាប់លេខកូដសូមអរគុណ